រឿងទេវតាមានចិត្តកំណាញ់និទានអំពីបរិះពីរនាក់បានបួសរៀនបានធ្វើល្អសាងបុណ្យកុសលនិងបានប្រាថ្នាការជាតិថ្មីកាលណានោះសំកើតជាទេវតាឬមានជាតិមួយនោះនៅក្រោមដើមពោធិ៍ព្រឹកសូមថ្វាយបង្គំទេពធីតាថ្វាយបង្គំទេពធីតាល្អហើយបរិះទាំងពីរសូមអបអរលោកទាំងពីរផងណាលោកទាំងពីរមានបុណ្យគ្រប់គ្រាន់អាចសោយសុខសម្បត្តិទៅខ្លាយជាទេវតាបានហើយជាការប្រសើរណាស់ប៉ុន្តែទេពធីតាតើទូលបង្គំសុំសួរមួយសំណួរបានទេសួរបានសួរមកចោះតើឋានសួគ៌គឺជាទីអមតៈតទៅមែនទេក្រាបទូលមិនមែនអមតៈទេឋានសួគ៌ក៏ដូចគ្នាទៅនឹងភ្លើងឆេះកាលផងដែរវាគង់នឹងមានថ្ងៃផុតអាយុគ្រាន់តែមានសេចក្តីប្រសើរនៃសម្បត្តិទឹកនោះឯងចុះតើទូលបង្គំនឹងក្លាយជាទេវតាថ្នាក់ណាដែរហើយតើការដែលកើតនាឋានសួគ៌អាចសន្សំបុណ្យបានទេប៉ិតណាស់គឺលោកទាំងពីរនឹងកើតនាឋានសួគ៌ថ្នាក់ក្រោមមួយតើទូលបង្គំនឹងមានកម្លាំងសិលធម្មពលអស្ចារ្យមែនទេអត់ទេវាអាស្រ័យលើកម្លាំងបុណ្យបើកើតឋានសួគ៌អ្នកមានសិលប៉ុណ្ណាគឺមានតែប៉ុណ្ណឹងมันអាចកើនបានទេហើយក៏មិនសូវមានឱកាសសាងបុណ្យដូចនៅឋានមនុស្សឡើយអញ្ចឹងមានន័យថាឋានមនុស្សគឺជាទីដែលអាចសាងបុណ្យប្រសើរជាងឋានផ្សេងមែនទេក្រាបទូលគឺមែនហើយកើតឋានមនុស្សធ្វើបុណ្យបានច្រើនឬក៏យកបុណ្យនោះទៅសោយសុខនាឋានណាមួយលុះអស់បុណ្យហើយក៏ទៅកើតទីណាមួយតាមកម្លាំងបុណ្យឬកម្លាំងកម្មផងដែរចុះពេលនេះតើមានន័យថាទូលបង្គំទាំងពីរនឹងក្លាយជាទេវតាថ្នាក់ទាបបំផុតមែនទេគឺបែបនោះហើយនេះគឺជាផលដែលអ្នកបានសាងតែបើអ្នកបានសាងបុណ្យកាន់តែច្រើនទៀតនោះអ្នកនឹងបានទៅកាន់ឋានដ៏សមគួរណាមួយទៀតមិនខានទូលបង្គំកើតជាទេវតាថ្នាក់ណាក៏បានដែរឲ្យតែមានសម្បត្តិទឹករស់ដោយសង្ឃទូលបង្គំមិនចង់កើតជាមនុស្សដែលមានតែការចង់ឈ្នះនិងឆ្លោះដណ្ដើមគ្នាចំណែននន្ទានោះទេបើអញ្ចឹងអ្នកទាំងពីរត្រៀមហោះប្រកាយហើយមែនទេនៅទេទេពធីតាជាតិនេះទូលបង្គំដូចជាមិនតន់ចង់ក្លាយជាទេវតានៅឡើយទេក្រាបទូលតើព្រោះហេតុអ្វីទៅពីព្រោះទូលបង្គំចង់ធ្វើបុណ្យបន្តទៀតម្យ៉ាងទូលបង្គំនៅមានរឿងមួយត្រូវដោះស្រាយរឿងនោះមិនទាន់ឲ្យទូលបង្គំឆ្លាស់ចិត្តសោះក្រាបទូលអ្នកពិតជាមានជាប់ចម្ពាក់មែនហើយសូមឲ្យអ្នកបានសម្រេចលើអ្វីដែលអ្នកប៉ងទៅចោះគ្រានោះប្រណមមិនបានទៅឋានសួគ៌ទេគាត់ក៏បានទៅកើតជាតិថ្មីក្លាយជាមនុស្សដូចដើមតែម្ដងចំណែកអ្នកវិញចូលសោយសុខសម្បត្តិទៅតាមក្តីប្រាថ្នាចោះសូមអរព្រគុណណាស់ក្រាបទូលចាប់តាំងពីពេលនោះមកសង្កែវក៏បានកើតជាទេវតាចំណែកប្រណមក៏បានកើតជាមនុស្សរស់នៅសាមញ្ញនាចុងភូមិមួយនៅចុងភូមិនាងខាងនោះស្អាតណាស់ខ្ញុំគិតថានាងគឺជានារីម្នាក់ដែលខ្ញុំត្រូវមើលថែហើយមេតាគឺជានារីម្នាក់ដែលមានសេចក្តីស្នេហាជាមួយនាយប្រណមកាលពីជាតិមុនហើយពួកគេក៏មានសេចក្តីប្រាថ្នាថាជាតិមុខនឹងបានសាងបុណ្យរួមគ្នាដើម្បីក្លាយជាគូនាឋានសួគ៌ផងដែរខ្ញុំចាំហើយថានាងជាអតីតប្រពន្ធខ្ញុំដែលបានសច្ចារួមគ្នានោះអូនកុំបារម្ភអីបងនឹងនៅទីនេះដឹកដៃអូនធ្វើអំពើល្អពួកយើងនឹងសម្រេចក្តីបំណងប្រាថ្នាជាមិនខានសម្គាល់ច្បាស់ហើយប្រណមក៏បានចូលទៅក្បែរនិងបាននិយាយថានាងតើនាងកំពុងដើរទៅណាហ្នឹងចេះជំរាបសួរលោកគឺខ្ញុំជាអ្នកស្រុកឆ្ងាយខ្ញុំបានធ្វើដំណើរមកទីនេះដើម្បីស្វែងរកការងារធ្វើនាងមកតែម្នាក់ឯងទេមែនទេឬចុះសាច់ញាតិរបស់នាងនោះមិនលាក់បាំងទេខ្ញុំគ្មានសាច់ញាតិឡើយខ្ញុំមានតែម្នាក់ឯងប៉ុណ្ណោះមិនលាក់បាំងទេខ្ញុំអាណិតស្រឡាញ់នាងហើយនាងបាននាងមិនយល់ទាស់ទេតែខ្ញុំអាចសុំនាងធ្វើជាប្រពន្ធបានដែរទេថាម៉េចតែខ្ញុំទេវាដូចជាលឿនពេកណាស់ណាលោកនាងជឿលើនិស្ស័យដែរទេគឺជឿខ្លះដែរនាងគិតអញ្ចេះចុះបាននាងមិនទាន់សម្រេចថាយកខ្ញុំធ្វើជាប្តីនាងអាចទៅនៅផ្ទះខ្ញុំសិនក៏បានព្រោះខ្ញុំក៏មានខ្ទមនៅចំការមួយដែរមិនសមទេលោកមិនអីទេបាននាងរកការងារធ្វើបានហើយនឹងសំបានប្រាក់ខ្លះសំសងខ្ញុំវិញក៏បានដែរក៏ល្អដែរចាប់ខ្ញុំមានប្រាក់ចាប់ខ្ញុំសងលោកវិញចុះណែបាននាង
និយាយគ្នាបែបនេះហើយប្រណមក៏បាននាំមេតាសម្ដៅទៅផ្ទះរបស់គាត់ក្នុងគ្រានោះទៅនៅផ្ទះប្រណមផ្ទះរបស់ខ្ញុំមិនធំទេតើអ្នកនាងអាចនៅបានទេផ្ទះតូចឬធំមិនសំខាន់ទេសំខាន់គឺខ្ញុំមានផ្ទះអាស្រ័យគឺល្អបំផុតហើយផ្ទៃទៅវិញនោះខ្ញុំអរគុណលោកណាស់មិនអីទេអ្នកនាងនៅទីនេះចុះបើមានអីខ្វះខាតប្រាប់ខ្ញុំមកណាខ្ញុំនៅចំការខាងក្រោយនេះទេចាអរគុណហើយណាលោកវេលាចេះតែកន្លងផុតទៅប្រណមកាន់តែស្រឡាញ់មេតាហើយមេតាក៏កាន់តែបានស្គាល់ពីចិត្តរបស់ប្រណមដូចគ្នាអ្នកនាងមកដល់ពេលនេះខ្ញុំនៅតែស្រឡាញ់អ្នកនាងហើយស្រឡាញ់ខ្លាំងជាងមុនទៅទៀតតើអ្នកនាងព្រមយកខ្ញុំធ្វើជាប្តីទេមួយរយៈនេះខ្ញុំបានស្គាល់ពីទឹកចិត្តរបស់លោកខ្លះហើយលោកគឺជាមនុស្សល្អណាស់ឧស្សាហ៍ព្យាយាមនិងមានញាតិមិត្តរាប់អានច្រើនទៀតបាទដូច្នេះខ្ញុំព្រមទទួលយកលោកចាស់បានអរគុណអ្នកនាងហើយក៏ប៉ុន្តែលោកខ្ញុំជាមនុស្សដែលមកពីឆ្ងាយក្រែងញាតិថាខ្ញុំមិនសមនឹងលោកទេដឹងអត់ទេព្រោះអ្នកនាងជាមនុស្សល្អអ្នកនាងមានញាតិមិត្តស្រឡាញ់រាប់អានដូច្នេះអ្នកនាងកុំគិតច្រើនអីចាលោកបើបែបនោះខ្ញុំយល់ព្រមហើយពីពេលនោះមកពួកគេក៏បានរៀបការក្លាយជាប្តីប្រពន្ធនិងរស់នៅដោយការយកចិត្តទុកដាក់ចំពោះគ្នាប៉ុន្តែមានរឿងមួយនោះគឺថាជីវភាពរបស់ពួកគេមិនធូរធារសោះឡើយអូនគ្រួសារយើងក្រណាស់តើអូនពិបាកណាស់មែនទេអត់ទេបងមិនថាជីវភាពក្រលំបាកយ៉ាងណាទេក៏អូនមិនខ្វះគេដែរព្រោះអូនមានបងល្អណាស់បងចង់មានមាសប្រាក់ណាស់ហើយក៏ចង់មានលទ្ធភាពជួយអ្នកក្រីក្រដែរតែវាសនាដូចជាមិនជួយបងសោះមិនអីទេណាបងពួកយើងមានចិត្តចង់ជួយគ្នាបើបែបនោះទេវតាមកជួយពួកយើងមិនខានទេណាអោះមែនហើយអូនបានរៀបចំបាយសំណុំរួចរាល់អស់ហើយណាបងបានអូនតោះពួកយើងទៅចំការទៅអញ្ចឹងមិនចោះចាញ់នឹងវាសនាទេតែក៏ហត់ណាស់ដែរមើលចោះចំការទាំងមូលគ្មានកោក្របីមកជួយភ្ជួររស់សោះឡើយមានតែកាប់ដោយកម្លាំងប៉ុណ្ណោះបងពិតជាចង់បួងសួងថាបើមានប្រាក់កាលណាបងនឹងទិញក្របីមកភ្ជួរបើបែបនោះពួកយើងមុខជាធ្វើបានលឿននិងបានប្រាក់ក៏ច្រើនខានមិនហើយបងបើមានប្រាក់នោះយើងក៏អាចរកស៊ីនិងជួយបង្កើនការងារដល់អ្នកភូមិព្រមទាំងបើកសាលាបាលីឲ្យក្មេងបានរៀនទៀតផងណាបើអញ្ចឹងបងសាកបួងសួងសិនបបិទ្ធទេវតាទេពធីតាអើយត្បិតអីពួកយើងខំរកស៊ីណាស់តែមិនមានបានសោះសូមយល់ដល់ពួកយើងដែលមានគោលដៅចង់ជួយដល់គេសូមមេត្តាបំពេញក្តីបំណងនេះផងចុះក្តីប្រាថ្នានេះផងដែរក៏បានទៅដល់ទេពធីតានាឋានសួគ៌ពិតមែនមិនក៏បរោះនោះជាតិនេះក្រីក្រអញ្ចឹងក្រែងគាត់នឹងខ្លាចជាសេដ្ឋីមែនទេមានបន្ទូលបែបនេះហើយទ្រង់ក៏បានអញ្ជើញទេវតាសង្កែវដែលជាមិត្តរបស់ប្រណមនិងមានភារៈជួយដល់ប្រណមនោះមកកលតែម្ដងលោកទេវតានេះប្រណមពេលនេះក្រីក្រណាស់គ្មានសូម្បីតែក្របីមួយក្បាលសោះតែទ្រង់មិនបានជួយគាត់ទេមែនទេណែគឺទូមង្គមបានជួយហើយតែគេចាយវាមិនចេះគិតទេក្រាបទូលបានហើយចូលលោកយមមាសដែលអាចទិញក្របីបានមួយនឹមនោះទៅក្រោមដីចំការនោះចាស់ក្រាបទូលទូមង្គមលាសិនហើយអ្នកណាទៅសុកចិត្តចែកមាសឲ្យនោះយើងឲ្យទៅពាក់កដាលទេចូលយកទៅទិញក្របីតែមួយក្បាលចុះមានបន្ទូលបែបនោះហើយទេវតាអង្គនេះក៏បានទុកមាសត្រឹមទិញបានតែក្របីមួយក្បាលចំណែកពាក់កណ្ដាលទៀតក៏ទុកសម្រាប់អង្គឯងរួចក៏បានទៅឋានសួគ៌វិញចូលក្របន្តទៀតទៅថ្ងៃនោះប្រណមហាក់មិនសប្បាយចិត្តសោះព្រោះឃើញថាប្រពន្ធគ្មានសម្លៀកបំពាក់គ្មានប្រាក់និងធូរធារដូចគេនោះទេគិតទៅដូចជាអាណិតប្រពន្ធខ្ញុំណាស់មិនដឹងថាពេលណាទៅជីវិតល្អប្រសើរទេហើយគ្រាន់តែចង់បានជីវិតធូរធារហេតុអីក៏ខ្ញុំមិនអាចធ្វើបានណោះពេលវេលាគ្រានោះផងដែរទេពធីតាមួយអង្គនៃឋានសួគ៌ក៏បានឃើញជាថ្មីព្រមទាំងមានបន្ទូលនឹងអង្គឯងថាមិនក៏បរោះនោះមានជីវិតលំបាកបែបនេះបើមើលតាមវាសនាពេលនេះគាត់គួរតែមានជីវិតប្រសើរជាងនេះមាន
មានបន្ទូលបែបនេះហើយទេពធីតាក៏បានហោះទៅជួបទេវតាមួយអង្គម្ដងទៀតនិងពោលសួរថាលោកទេវតាមិនក៏ជីវិតនេះប្រណំក្រីក្រយ៉ាងនេះគឺថាណែខ្ញុំម្ចាស់បានឲ្យទ្រង់ជួយឲ្យបរិះនោះខ្លាយជាសេដ្ឋីហេតុអីក៏ទ្រង់មិនយកចិត្តទុកដាក់អញ្ចឹងទូបង្គំសុំបរិជាទានទោសក្រាបទូលមុននោះទូបង្គំភ្លេចព្រោះទូបង្គំរវល់តែសបាយពេកក្រាបទូលគ្រានោះទេពធីតាក៏បានជប់មាសជាច្រើននិងបានពោលថាពេលនេះចូលយកមាសនេះទៅឲ្យបរិះនោះចោះព្រះអើយមាសប្រាក់ច្រើនណាស់វាសនាគេខ្លាយជាសេដ្ឋីហើយមិនមែនបែបនេះតទៅទៀតទេណាទូបង្គំយល់ឲ្យក្រាបទូលអស់ការហើយទេពធីតាក៏បានហោះទៅវិញចំណែកទេវតាសង្កែវក៏បានហោះទៅជួបប្រណម្យតាមការបញ្ជានៅឋានកណ្ដាលជីវិតគេនោះក្រលំបាកមែនតាប៉ុន្តែអតីតសម្លាញ់ដូចជាមិនពិបាកពេកទេទេវតាដែលជាអតីតមិត្តភក្តិនឹងគ្នាអង្គនោះហាក់មានក្តីច្រណែននិងចិត្តកំណាញ់ណាស់ក្រោមហេតុផលថាមាសប្រាក់ច្រើនណាស់បើឲ្យនាយប្រណម្យអស់ដូចជាស្ដាយពេកម្យ៉ាងប្រណម្យជាមនុស្សវាមិនសមណាមានបានសុខសាន្តជាងយើងដែលជាទេវតាទេពលបែបនេះហើយទេវតាសង្កែវបានយកមាស 10% នៃមាសទាំងអស់ប៉ុណ្ណោះឲ្យទៅប្រណម្យលុះចាប់ហើយក៏បានហោះទៅឋានសួគ៌វិញអូយដូចជាហត់ណាស់បងពិសាទឹកសិនទេអរគុណអូនហើយបងពូកែណែមើលចាស់រងដំឡូងរបស់បងឡើងចិត្តរួចអស់ហើយបានអូនឥឡូវនេះបងសុំបង្ហាយមករងទៀតសិនណាពេលនោះប្រណម្យគ្រាន់តែកាប់បានប៉ុន្មានចប់គាត់ក៏បានឃើញថាអូនមើលចុះមានមាសម្ដុំធំណាស់លើកនេះធំជាងមុនទៅទៀតអីមែនទេបងអូនសុំមើលបន្តិចមកអូនមើលបងគិតថាប្រហែលជា10ឬក៏20តម្លឹងហើយមើលទៅម្ដងនេះបងអាចទិញក្របីមួយក្បាលទៀតបានហើយបងនេះមុខជាទេវតាបានលើការបួងសួងរបស់ពួកយើងហើយមកទៅនោះមែនហើយបងនឹងយកវាទៅទិញក្របីមួយក្បាលទៀតនឹងយកទៅរកស៊ីនឹងចែកទានតាមលទ្ធភាពផងដែរក្រោយថ្ងៃនោះមកជីវិតរបស់ពួកគេហាក់ធូរធារជាងមុនបន្តិចលុះមួយរយៈក្រោយមកទេពធីតាក៏រំបីមើលម្ដងទៀតចង់ដឹងណាស់តើវាសនាគ្រួសារពួកគេបែបណាទៅហើយម្យ៉ាងតើពេលនេះពួកគេបានសាំងល្អដែរទេទេពធីតាក្រោយរំបីមើលហើយនោះក៏បានសម្គាល់ឃើញថាគ្រួសារប្រណម្យនៅតែមិនធូរធារដូចទៅនឹងការរំពឹងទេតើមានរឿងអីទៅមិនក៏គ្រួសារនោះមិនអាចខ្លាយជាសេដ្ឋីអញ្ចឹងគ្រានោះទេពធីតាក៏បានជាងទៅជួបនឹងទេវតាសង្កែវជាថ្មីនិងមានបន្ទូលថាលោកទេវតាខ្ញុំម្ចាស់ឲ្យលោកយកមាសទៅឲ្យគ្រួសារនេះប្រណម្យមិនក៏ពួកគេនៅតែក្រដដែលបែបនេះគឺទូបង្គំបានឲ្យពួកគេ20តម្លឹងហើយតាក្រាបទូលទ្រង់ខុសហើយទ្រង់ជាទេវតាតែទ្រង់នៅមានក្តីចំណែននិងមានសេចក្តីកំណាញ់ទៀតមែនទេទូលបង្គំមិនកំណាញ់ទេតែទូលបង្គំគិតថាមាសប៉ុណ្ណឹងក៏ល្មមសម្រាប់ពួកគេឲ្យក្រាបទូលមិនគ្រប់ទេទ្រង់កុំកំណាញ់អីមាសនោះជាមាសរបស់នីប្រណម្យទេជាមាសដែលកើតពីការដាក់ទានសន្សំរាប់សិបជាតិមកហើយដឹងទេទូបង្គំយល់ឲ្យក្រាបទូលទូបង្គំនឹងយកមាសទាំងអស់ឲ្យប្រណម្យនាពេលនេះល្អហើយចូលយាងទៅចាស់ជាថ្មីម្ដងទៀតសង្កែវទេវតាក៏បានមកដល់ផ្ទះប្រណម្យជាថ្មីតើអ្នកណាសុកចិត្តឲ្យមាសទៅពួកគេនោះមាសច្រើនយ៉ាងនេះវាគួរឲ្យស្ដាយពេកណាស់នៅតែមិនទូលីដូចដើមទេវតាអង្គនេះមិនព្រមឲ្យមាសទៅប្រណម្យសោះលុះក្រោយមកទៀតទ្រង់ក៏បានសម្គាល់ឃើញបន្ថែមថានោះជានារីដែលជាមណ្ឌលចិត្តយើងក្នុងអតីតកាលតាពិតជាគួរឲ្យខឹងណាស់ហេតុអីបានជាពួកគេជួបគ្នាទៀតហើយវេលាគ្រានោះទេវតាសង្កែវមិនជាងទៅឋានសួគ៌វិញទេទ្រង់នៅចិត្តគ្រួសាររបស់ប្រណម្យនិងនៅក្នុងព្រះទ័យពេញដោយក្តីច្រណែនផងដែរឃើញបែបនេះយើងរឹតតែមិនឲ្យមាសព្រោះយើងមិនចង់ឃើញនាយប្រណម្យបានសុខជាងយើងទេជាមនុស្សសោះមិនសមនឹងសុខជាងយើងដែលជាទេវតាបាននោះទេវតាអង្គនេះមាសមួយសេនក៏មិនអើយហើយថែមទាំងរកវិធីធ្វើឲ្យនីប្រណម្យកាន់តែពិបាកជាងមុនទៅទៀតមើលចុះមានសេចក្តីសុខណាស់មែនទេ
ចូលឯងត្រូវដើមឈើអាលុំសង្កត់ស្លាប់ចុះ គ្រានោះទេវតាបានធ្វើឲ្យដើមឈើរលំដួលមកតែសំណាងល្អដើមឈើដួលមិនចំកត់នោះទេ អេមិនក៏សុកដើមឈើអាលុំអញ្ចឹងឬក៏ធំចាក់ចូលក៏ជ្រៅខ្យល់ក៏គ្មានហើយនឹងភ្លៀងក៏គ្មានទៀតចុះមិនក៏អាលុំអញ្ចឹងកើត ដើមឈើរលំទាំងគ្មានមូលហេតុតែក្របសំណាងហើយដែលមិនត្រូវចំពួកចឹងណាបង បាទតោះអូនទៅហូបបាយ ចាប់អង គួរឲ្យខឹងណាស់តែមិនអីទេមិនថាក្នុងហេតុផលណាក៏ដោយយើងមិនឲ្យពួកអញមានបានទេជាងនេះទៅទៀតយើងនឹងធ្វើឲ្យពួកអញវេទនាជាទីបំផុត ទេវតាអង្គនោះបានធ្វើឲ្យជីវិតរបស់គ្រួសារប្រណមក្រជាងមុនទៅទៀតដោយសារគាត់រកស៊ីខាតផ្ទះត្រូវខ្យល់គួតនិងដីស្រែចម្ការលក់សងគេអស់រលីង ចង់ដឹងណាស់បើវាធ្លាក់ខ្លួនបែបហ្នឹងតើម្ចាស់ស្នេហ៍យើងនឹងយកនាយប្រណំទៀតដែរទេ មិនដូចការរំពឹងទុកទេពួកគេរស់នៅយ៉ាងជោគចិត្តទុកដាក់ចំពោះគ្នាជាងមុនទៅទៀតហើយពួកគេនៅតែបន្តរកស៊ីសាំងល្អគ្មានលួសថ្ងៃឡើយ មិនសមសោះក្រហើយនៅធ្វើល្អទៀតក្រហើយនៅមិនបែកបាក់គ្នាទៀតយើងមិនសុខចិត្តទេ ម្ដងនេះទេវតាសង្កែវបានសម្រេចចិត្តថានឹងបំផ្លាញព្រមទាំងបំបែកស្នេហារបស់ពួកគេឲ្យបាន ណែមាននប់កំសត់តើកំពុងទៅនាំប្រពន្ធទៅសុំទានគេមែនទេសូមថ្វាយបង្គំលោកទេវតានេះតើទូលបង្គំធ្លាប់ជួបត្រង់ពីមុនដែរទេក្រាបទូលបង្គំដូចជាប្រហែលណាស់ឬក៏វានៅតែចាំជាតិទេដឹងមិនអាចទេបើចាំមែនក៏មិនអាចចាំថាយើងជាអតីតសម្លាញ់គេដែរតើទូលបង្គំគិតត្រូវទេក្រាបទូល គួរឲ្យអស់សំណើចណាស់តើលោកជាមនុស្សមិននឹងធ្លាប់ជួបយើងដែលជាទេវតាបានទៅអូហ្នឹងហើយត្រូវដែរតាតែទូលបង្គំពិតជាយល់ថាប្រហែលមែនតើលោកគិតតែធ្លាប់ស្គាល់យើងហ្នឹងក្នុងបំណងចង់បានជីវិតធូរធារពីយើងមែនទេ បានជួបទេវតាជានិស្ស័យបើបែបនោះលោកទេវតាជួយគ្រួសារខ្ញុំផងតើបានដែរទេ ពិតជាបានចូលលោកជាប្តីខ្លាយជាស្វាចុះចំណែកនាងមកជាមួយយើងមក ពលមានបន្ទូលហើយប្រណមក៏បានប្រែជាស្វាភ្លាមមួយរំពេចតែម្ដង លោកទេវតាមិនក៏ធ្វើឲ្យទូលបង្គំខ្លាយទៅជាបែបនេះអញ្ចឹង លោកប្តីព្រះអើយលោកទេវតាសូមឲ្យប្តីរបស់ខ្ញុំខ្លាយជាមនុស្សមកវិញមក នាងក៏ដូចគ្នាដែរដោយសារថានាងមិនស្រឡាញ់យើងនៅក្នុងអតីតជាតិអញ្ចឹងចូលនាងខ្លាយជានារីកាត់ឃ្លុងចុះ មេតាគ្រានោះក៏បានខ្លាយជានារីកាត់ឃ្លុងពិតមែនព្រះអើយខ្លួនប្រាណរបស់ខ្ញុំមិនក៏ខ្លាយទៅជាបែបនេះ អូនយ៉ាងម៉េចទៅហើយតើលោកជាទេវតាឬជាបិសាចទៅវិញមិនក៏ចិត្តអាក្រក់ម្ល៉េះយើងប្រាប់ការពិតទៅចុះឯងជាអតីតមិត្តយើងហើយជាតិនេះយើងមានទួនាទីជួយដល់ឯងតែយើងមិនជួយឯងទេតែព្រោះតែហេតុអីទៅអ្នកណាសុកចិត្តឲ្យមាសទៅឯងនោះជួយមិនបានទេ ខ្លាចជាទេវតាទៅហើយនៅឡើយតែមានចិត្តកំណាញ់ទៀតត្រង់ពិតជាអាក្រក់ពេកណាស់ មាសណាមិនមែនជាដុំថ្មទេអ្នកណាទៅឲ្យទេនោះ ក្នុងគ្រានោះទេពធីតាក៏បង្ហាញព្រះកាយចេញមកទ្រង់ជាទេវតាកំណាញ់ជាទេវតាច្រណែនទ្រង់មិនសមជាទេវតាទៀតទេ ថាម៉េចអត់ទេទូលបង្គំគ្រាន់តែលេងសើចតែក្រាបទូល បានហើយកុំស្មានថាយើងមិនដឹងនោះចូលលោកខ្លាយទៅជាសត្វស្វាហើយជាស្វាដែលអត់ឃ្លានរស់នៅគ្មានអ្នកចង់ក្បែរផងទៅចោះមានបន្ទូលហើយនោះទេពធីតាក៏បានធ្វើឲ្យទេវតាអង្គនោះខ្លាយទៅជាស្វាចំណែកគ្រួសារប្រណមវិញក៏បានប្រែជាមនុស្សនិងមានសភាពស្រស់ស្អាតថ្លៃថ្នូរផងដែរនេះអ្នកមើលចាស់អូនមានសម្លៀកបំពាក់ស្អាតណាស់ បងក៏ដូចគ្នាដែរអូនទេពធីតាទូលបង្គំសូមអរព្រគុណណាស់ ចូលរស់នៅរីករាយនិងមានងារជាសេដ្ឋីផងចោះមាសប្រាក់នោះជារបស់អ្នកហើយណា អូនមើលចុះ
ពីពេលនេះតទៅយើងនឹងធូរធារហើយព្រមទាំងអាចជួយអ្នកភូមិដែលពិបាកបានហើយអូនក្មេងៗនឹងមានសាលារៀនសិស្សប្រុសនិងស្រីនឹងមានការងារធ្វើហើយអ្នកក្រីក្រក៏មានអាហារបរិភោគគ្រាន់តែកាត់ក៏រីករាយដែរបងពិតមែនហើយពួកអ្នកពិតជាល្អណាស់ចូលរស់នៅឲ្យបានសុខនិងសាំងល្អតពីនោះពួកអ្នកនឹងក្លាយជាទេវតាតាមបំណងប្រាថ្នាផងទៀតពិតជាសូមអរព្រគុណណាស់ក្រាបទូលពលមានបន្ទូលហើយនោះទេពធីតាក៏បានហោះទៅឋានសួគ៌វិញចំណែកប្រណោមនិងមេតាក៏បានរស់នៅសុខសាន្តតរៀងទៅ